ថ្ងៃនេះសូមមកមើលមេរៀនទី18ទាំងអស់គ្នាជាដំបូងសូមមកមើលទម្រង់វចនានុក្រមទាំងអស់គ្នាអញ្ចឹងឥឡូវនេះយើងមកមើលពីការបំបែកទម្រង់វចនានុក្រមអញ្ចឹងចំពោះទម្រង់វចនានុក្រមយើងមើលពីក្រុមទី2ទៅមុនក្រុមទី2គឺយើងលុប master ចោលរួចហើយបូកទៅឬអញ្ចឹងវាទៅជាទម្រង់វចនានុក្រមឧទាហរណ៍ tabemas ទៅជា taberu ចំពោះក្រុមទី3វិញគឺ shimas យើងបដូរទៅជា suru ដល់ពេល kimas យើងបដូរទៅជា kuru ចំពោះនាមបូកនឹង shimas វិញគឺយើងយកនាមបូកនឹង suru ហើយនៅក្នុងក្រុមទី1វិញគឺយើងបដូរសំឡេង i ទៅជាសំឡេង អញ្ចឹង i ទៅជា gi ទៅជា g chi ទៅ s mi ទៅ m ki ទៅ k shi ទៅ s bi ទៅ b ri ទៅ r ឥឡូវនេះយើងមកមើលវេយ្យាករណ៍ទី1វិញវេយ្យាករណ៍ទី1គឺនាម ga dekimasu មានន័យថាចេះតែបង្ហាញអំពីសមត្ថភាពរបស់នរណាម្នាក់ឧទាហរណ៍ watashi wa dansu ga dekimasu ឃ្លានេះមានន័យថាខ្ញុំចេះរាំអញ្ចឹងគឺបង្ហាញអំពីសមត្ថភាពនៃការរាំចំពោះឧទាហរណ៍នេះវិញគឺតកតងទៅនឹងសំណួរអញ្ចឹងសំណួរគេសួរថា dansu ga dekimasu ka មានន័យថាតើអ្នកចេះរាំដែរឬទេអញ្ចឹងនៅពេលដែលយើងចេះរាំយើងឆ្លើយថា hai dekimasu នៅពេលដែលអត់ចេះរាំទេយើងឆ្លើយថា iie dekimasen តែចេះរាំមានន័យថាបាទចេះដល់ពេលបដិសេធមានន័យថាទេមិនចេះទេឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A2 ហើយនិង B1 ទាំងអស់គ្នាវេយ្យាករណ៍ទី2វេយ្យាករណ៍ទី2គឺខុសពីវេយ្យាករណ៍ទី1ដែលវេយ្យាករណ៍ទី1គឺនាមបូកនឹង dekimasu ប៉ុន្តែក្នុងករណីនេះគឺយើងប្រើគេហស័ព្ទជាមួយនឹង dekimasu អញ្ចឹងក្នុងករណីគេហស័ព្ទគឺយើងប្រើទម្រង់វចនានុក្រមបូកនឹង kotoga dekimasu ដែលវាបង្ហាញអំពីសមត្ថភាពដូចគ្នាឧទាហរណ៍ watashi wa dansu o suru koto ga dekimasu អញ្ចឹងឃ្លានេះមានន័យថាខ្ញុំចេះរាំដូចគ្នាឥឡូវនេះសូមមកមើលលំហាត់អនុវត្ត A1 B2 ហើយនិង B3 វេយ្យាករណ៍នៅក្នុងមេរៀនទី18នេះសូមបញ្ចប់ត្រឹមនេះហើយសូមរងចាំមើលវេយ្យាករណ៍មេរៀនទី18ជាបន្តទៀតសូមអរគុណ